បាទជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាបាទមកកាន់វីដេអូរបស់ខ្ញុំនេះបាទអញ្ចឹងវីដេអូនេះបាទគឺជាការបង្ហាញបងប្អូនទាក់ទងទៅនឹងការធ្វើម្ហូបបាទអញ្ចឹងនេះខ្ញុំលើកយកមុខម្ហូបមួយដើម្បីយកមកបង្ហាញបងប្អូនទាក់ទងនឹងបងប្អូនណាដែលមិនទាន់ចេះធ្វើម្ហូបអញ្ចឹងណាបាទហើយក៏ស្វាគមន៍ដល់បងប្អូនថ្មីដែលបានទស្សនាវីដេអូរបស់ខ្ញុំមួយនេះបាទបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនសូមចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបាទពីការធ្វើម្ហូបបាទពីខ្ញុំបន្តទៀតបាទអញ្ចឹងវីដេអូមួយនេះបាទគឺចំណងជើងវាគឺមុខម្ហូបបាទគឺឆាម្ទេសខ្ចីបាទជាមួយនឹងមាន់ស្រែបងប្អូនបាទអញ្ចឹងរបៀបធ្វើវិញគឺខ្ញុំលម្អិតក្នុងវីដេអូមួយនេះបាទគឺងាយទេសម្រាប់បងប្អូនអ្នកដែលចាប់ផ្ដើមបាទឬក៏នារីដែលគាត់ទៅតែធំមិនចេះធ្វើម្ហូបអញ្ចឹងណាបាទបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំបានបាទអញ្ចឹងគ្រឿងគោលរបស់យើងឯនេះគឺមានម្ទេសខ្ចីបាទគឺកាន់តែច្រើនកាន់តែល្អបាទអញ្ចឹងមុខមួយនេះគឺល្អបំផុតសម្រាប់បងប្អូនយកទៅក្លែមជុំគ្នាក៏វាអេមដែរបាទអញ្ចឹងវិធីធ្វើរបស់យើងបាទគឺយើងគ្រាន់តែដាក់ផ្ទះមកហើយយើងមានគ្រឿងក្រៅរបស់យើងមានអីទេបងប្អូនបាទមានតែខ្ទឹមសជាមួយនឹងម្ទេសនឹងឯងដែលវាជាគ្រឿងគោលបាទហើយបន្ទាប់ផ្សំទៅនឹងគឺមានស្ករមានប៊ីចេងមានរ៉ូឌីអីនឹងឯងបាទប្រេងខ្យងអីនឹងឯងបាទប៉ុណ្ណឹងយើងអាចធ្វើម្ហូបបានហើយបាទអញ្ចឹងដំបូងឡើយគឺយើងកូរខ្ទឹមសរបស់យើងបែបហ្នឹងបងប្អូនបាទកូរឲ្យវាធ្វើម៉េចឲ្យវាឈ្ងុយឈ្ងប់អញ្ចឹងណាខ្ទឹមសយើងដឹងហើយបាទគឺវាជួយឲ្យឈ្ងុយបាទឈ្ងុយនឹងម្ហូបរបស់យើងបាទអញ្ចឹងយើងកូរវាឲ្យឈ្ងុយហើយគឺយើងបន្ថែមជាមួយនឹងស្ករបាទហើយស្កររបស់យើងនេះគឺយើងប្រើជាមួយស្ករសក៏បានស្ករត្នោតក៏បានដែរបាទអញ្ចឹងខ្ញុំមួយនេះខ្ញុំមានស្ករត្នោតខ្ញុំប្រើស្ករត្នោតព្រោះស្ករត្នោតវារៀងឈ្ងុយជាងស្ករសបងប្អូនហើយវាក្រហមអញ្ចឹងបាទយើងក្រហមមើលទៅគឺយើងទឹកឆារបស់យើងគឺវាមានពណ៌បាទពណ៌ឬទំនោមបាទទំនោមហូបណាហើយយើងដាក់ស្ករសវារៀងស្លេកបាទមើលទៅវាអត់សូវឆ្ងាញ់បាទបន្តមកទៀតយើងចាក់ជាមួយនឹងទឹកត្រីរបស់យើងបន្តិចទៅបាទកន្លែងនេះគឺចាក់ត្រីទៅគឺល្ងឹតតែម្ដងបាទអញ្ចឹងគឺខ្ញុំមិនចូលទេទឹកត្រីគឺយើងថែមបន្តិចបែបហ្នឹងហើយជាមួយនឹងប្រេងខ្យងនេះគឺយើងថែមបន្តិចដែរទៅតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តប្រៃឬក៏សាបអញ្ចឹងណាបាទសម្រាប់ខ្ញុំយើងមិនដាក់ច្រើនទេយើងដាក់តិចទៅបានហើយបាទនៅពេលដែលមាន់យើងឆ្អិនយើងភ្លក់ហើយបាទយើងអាចបន្ថែមគ្រឿងបន្តទៀតដើម្បីឲ្យវាចូលជាតិឲ្យវាល្មមអញ្ចឹងណាបាទពេលដំបូងបែបនេះគឺយើងដាក់គ្រឿងតិចសិនបានហើយដើម្បីឲ្យវាឈ្ងុយសំខាន់នេះគេគឺគ្រឿងដែលយើងកូរនេះធ្វើម៉េចឲ្យវាឈ្ងុយណាបងប្អូនបាទដើម្បីដាក់មាន់ទៅវាចូលជាតិអហើយខ្ញុំបន្ថែមមួយរ៉ូឌីបន្តិចដែរបងប្អូនរ៉ូឌីបន្តិចទៅហើយគឺយើងបន្ថែមមួយប៊ីចេងឬក៏ម្សៅស៊ុបនឹងបន្តិចដែរទៅហើយបន្តមកទៀតយើងបន្ថែមមួយសាច់របស់យើងបាទថែមមាន់របស់យើងចូលតែម្ដងត្រង់ចំណុចនេះគឺបងប្អូនកូរវាឲ្យសព្វទៅហើយយើងទុកឲ្យវារីកទឹកបាទរីកទឹកព្រៃណាថាទឹកព្រៃមាន់គឺមានទឹកព្រៃដែរបាទយើងរំលីងវាបន្តិចដើម្បីឲ្យវាអស់ទឹកព្រៃបន្តិចទៅបាទបន្តមកទៀតយើងថែមទឹកបាទថែមទឹកបន្តិចធ្វើឲ្យវាខ្លោចណាបាទមិនថែមទេគឺខ្លោចហើយបាទអញ្ចឹងគឺវិធីធ្វើនេះគឺគិតថាបងប្អូនថាជាមិនពិបាកធ្វើទេបាទហើយអ្នកដែលធ្វើមុខក្លែមអីបាទគឺងាយធ្វើឆាប់បានហូបបាទ
ចឹងគឺយើងថែមទឹកបែបហ្នឹងទៅហើយក៏រងាស់វាចោលមកសន្ទុះបងប្អូនបាទដើម្បីឲ្យវារីងទឹករីងអីចឹងទៅបាទរីងទឹកមួយទឹកពីរទឹកបានអាចយើងយកជាការបានបាទសារមាន់សិនជាមាន់យើងរៀងខ្ចីវាអត់អីទេបាទតែមាន់យើងរៀងចាស់បាទត្រូវការរងាស់យូរបាទ2 3ទឹកអីទៅបាទដើម្បីឲ្យវាភុយចឹងណាបាទអញ្ចឹងវីដេអូនេះបាទខ្ញុំបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទហើយជាចុងបញ្ចប់នៃវីដេអូបាទគឺយើងគ្រាន់តែបន្ថែមម្ទេសខ្ចីដែលយើងបានហាន់មុននឹងទៅបាទគឺជាការស្រេចហើយរសជាតិវាគឺយើងអាចភ្លក់ទៅបាទបើសិនជាវាខ្វះខាតឯណាអីយើងអាចបន្ថែមវាទៅបាទនេះគឺជាមុខម្ហូបដែលខ្ញុំចូលចិត្តបាទដោយសារវាត្រូវការម្ទេសខ្ចីហើយបន្លែគឺយើងអត់ដាក់ទេបាទយើងដាក់តែម្ទេសហ្នឹងឯងដើម្បីជំនួសបន្លែបាទខ្ញុំដាក់យ៉ាងច្រើនដែរបងប្អូនបាទហើយហូបទៅបាទគឺ double ជាតិតែម្ដងបាទគឺឆ្ងាញ់មែនទែនបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏យើងហូបបាយពេលល្ងាចទាំងអស់គ្នាបាទបាយយើងក៏ឆ្អិនហើយបាទម្ហូបឆ្អិនហើយបាយឆ្អិនហើយគឺយើងចាំការទៀតបាទគឺហូបបាយតែម្ដងបាទអញ្ចឹងថ្ងៃនេះក៏មកហូបជាមួយនឹងបងក្បែរផ្ទះនឹងឯងបងប្អូនបាទអញ្ចឹងក៏ជាមកកំប៉ុងទៅដើម្បីហូបបាយពេលល្ងាចបាទឆ្ងាញ់អញ្ចឹងណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយក៏អរគុណដែលបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ហើយបើសិនជាបងប្អូនថ្មីដែលទៅតែនឹងមើលវីដេអូរបស់ខ្ញុំដំបូងណាបាទសូមជួយចុច Subscribe ផងបងប្អូនបាទដើម្បីជាការលើកទឹកចិត្តខ្ញុំផងហើយក៏ទទួលបានវីដេអូថ្មីទៀតពីខ្ញុំបន្តទៀតបាទជាចុងក្រោយបាទអរគុណច្រើនបាទសូមជម្រាបលាបងប្អូនបាទបាយបាយ